own chicken meal. Okay. Like you show on the right side will be. ប៉ុន្តែស្តៀងអាស៊ីយើងខ្លះស្តៀងអឺរ៉ុបខ្លះរូបរាងគាត់មើលទៅឃើញស្អាតហ្មងចេញពីទីក្រុងប្រាកទៅកាន់ទីក្រុង Wrocław គាត់អ្នកហ្នឹងគាត់ត្រូវបានប៉ូលីសដេញឲ្យគាត់ត្រឡប់ទៅទីក្រុងប្រាកវិញដោយសារតែគាត់អត់មានវីសាសួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំនៅលើឡានក្រុង Flixbus ចេញពីទីក្រុងប្រាកទៅកាន់ទីក្រុង Wrocław អាហ្នឹងជាទីក្រុងមួយនៅក្នុងប្រទេសប៉ូឡូញហើយខ្ញុំចេញមកមិញគឺអត់ចង់ទាន់ម៉ោងទៀតដោយសារតែធ្វើដំណើរពីផ្ទះខ្ញុំមកនេះវាប្រហែលជាខ្ទង់50នាទីដែរ40នាទីក្រាស់ហើយឡានក្រុងយើងចេញមក8 15នាទីគឺខ្ញុំចេញមកពីផ្ទះតាំងម៉ោងប្រហែលជា7នាទីបន្ទួចប៉ុន្តែនៅតែអត់ចង់ទាន់ចឹងភ្លេចប្រាប់បងប្អូនគ្នាថាយើងធ្វើដំណើរពីទីក្រុងប្រាកនេះទៅដល់ទីក្រុង Wrocław ហ្នឹងគឺស៊ីពេលប្រហែលខ្ទង់75ម៉ោងដែរវាចឹងវាឆ្ងាយហើយយើងជិះឡានក្រុងប្រហែលជាមិនសូវស្រួលប៉ុន្មានទេខ្ញុំមានត្រៀមរបស់ញ៉ាំខ្លះដែរនៅក្នុងឡានគឺអត់មានលក់អីទេបើយើងអត់មានទិញរបស់មកញ៉ាំគឺអត់មានអីញ៉ាំហ្មងហើយខ្ញុំទៅដល់ហ្នឹងគឺម៉ោងចង់1អាសៀលឥឡូវនៅក្នុងទីក្រុងប្រាកវារៀងត្រជាក់ចឹងណាឆ្នាំនឹងធ្លាក់ព្រើក្រោយមែនទេឥឡូវទៅមុននឹងអត់សូវមានមនុស្សឥឡូវនឹងមានឡើងលើឡាននឹងមិញខ្ទង់អាចជា10នាក់ទៀតអញ្ចឹងវាទលាយដែរអត់ជាតិទេហើយពីហ្នឹងទៅគឺយើងជិះត្រង់ទៅដល់ប៉ូឡូញមកអ្នកនរគ្នាឥឡូវនេះខ្ញុំមកដល់ព្រំដែនប៉ូឡូញជាមួយនឹងឆេកប៉ុន្តែមានប៉ូលីសព្រំដែននឹងគេចូលមកឆែក ID card របស់យើងកាត់សារនៅដូចជា passport យើង visa អីចឹងតែយើងអាចចេញចូលព្រំដែនបានអញ្ចឹងណាមានបរិសម្នាក់អង្គុយជាប់ក្នុងកន្លែងនេះមិញហើយគេមកឆែក visa ទាំងអស់គ្នាហ្មងក្នុង land ហ្នឹងណាគាត់ម្នាក់ហ្នឹងគាត់ត្រូវបានប៉ូលីសដេញឲ្យគាត់ត្រឡប់ទៅទីក្រុងប្រាកវិញដោយសារតែគាត់អត់មាន visa សម្រាប់ឆ្លងកាត់ព្រំដែនទេអញ្ចឹងគាត់ត្រូវត្រឡប់ទៅវិញអានេះជារឿងមួយដែលយើងត្រូវចាប់ផ្ដើមទាំងអស់គ្នាទោះបីជាយើងមាន visa នៅក្នុងប្រទេសនៅក្នុងតំបន់អឺរ៉ុបក៏ដោយប៉ុន្តែ visa មួយចំនួននោះគឺអត់អនុញ្ញាតឲ្យយើងចេញក្រៅប្រទេសទេគេឲ្យយើងរំចាំការស្ថិតនៅសិនអីចឹងទៅអញ្ចឹងអានឹងយើងគួរតែញ៉ាំគ្នាដល់គ្នាបាទបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបានមកដល់ប្រទេសប៉ូឡូញហើយថ្ងៃនេះគឺជាថ្ងៃដំបូងលើកទី1ដែលខ្ញុំមកលេងប្រទេសប៉ូឡូញហើយអ្វីដែលខ្ញុំចង់អារម្មណ៍ជាមួយនឹងប្រទេសប៉ូឡូញនេះគឺប្រជាជនគេមានអារម្មណ៍ស្អាតទោះបីជាឆេកនិងប៉ូឡូញជាប់គ្នាក៏ដោយប៉ុន្តែមានអារម្មណ៍មុខគាត់ខុសគ្នាបន្តិចណាដូចខ្មែរនិងវៀតណាមអីចឹងខ្ញុំអត់ច្បាស់ហ្មងទេថាពូជម្បោគេយ៉ាងម៉េចប៉ុន្តែមើលទៅខុសគ្នាប្រជាជននេះគេរៀងល្អិតរៀងតូចៗចឹងណាហើយមើលទៅទាំងប្រុសស្រីមើលទៅរៀងខ្ជូតខ្ជូតហើយដូចស្បោឃើញក្មេងច្រើនឬក៏ដោយសារតែនៅក្នុងក្រុងអត់ដឹងទេណាបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំអត់ទុកពេលយូរដោយសារតែខ្ញុំមានពេលតិចដែរថ្ងៃហ្នឹងថ្ងៃស្អែកខ្ញុំខ្លំទៅវិញអញ្ចឹងណាអញ្ចឹងឥឡូវនេះខ្ញុំដើរទៅមើលអូតែលដោយសារអូតែលខ្ញុំកក់ហ្នឹងវានៅជិតឡើង train station ហ្នឹងដែរទេបានជិះមកដល់ប៉ូឡូញហើយខ្ញុំនិយាយរឿងខ្លះពីប៉ូឡូញណាព័ត៌មានខ្លីៗប៉ូឡូញគេមានប្រជាជនគេដូចជាអត់ដល់40លានទេដូចជា37 38ហ្នឹងបាទ37 38លានហើយទីក្រុងរបស់គេមិនមែនទីក្រុងដែលខ្ញុំមកនេះទេទីក្រុងរបស់គេឈ្មោះថា Warsaw នោះជាទីក្រុងធំរបស់គេហ្មងជា capital city របស់គេហ្មងហើយកន្លែង Wrocław នេះគឺជាទីក្រុងអាចថាធំទី2ទី3ទី4នេះហ្នឹងបាទមានប្រជាជនមិនច្រើនប្រហែលទេប៉ុន្តែជាទីក្រុងមួយដែលស្អាតដូចគ្នាហើយខ្ញុំមកនេះដោយសារតែវានៅជិតឆេកហើយវាស្រួលធ្វើដំណើរអញ្ចឹងខ្ញុំអាចគេមយុបានហើយប្រជាជនគេមានអាយុគេហៅថាមធ្យមភាគហ្នឹងដូចជាអាយុ42ឆ្នាំអញ្ចឹងស្ថិតនៅក្នុងប្រទេសដែលមានប្រជាជនអាយុមធ្យមណាអាយុកណ្ដាលមួយនៃប្រជាជនគ្រប់ហ្នឹងគឺច្រើនដែរបានន័យថាសម្បូរមនុស្សចាស់ដែរប៉ុន្តែខ្ញុំចូលក្នុងក្រុងមិនឃើញចូលក្នុងផ្សារមិនឃើញមានក្មេងច្រើនហ្នឹងដោយសារតែប្រហែលជានៅក្នុងផ្សារអញ្ចឹងណាមួយទៀតប្រជាជនប៉ូឡូញប្រហែលជាអាចថយទៅនៅក្នុងឆ្នាំ2050គេបានប្រមាណថាប្រហែលជាធ្លាក់ដល់ត្រឹម32លានអីចឹងទៅអញ្ចឹង
អានេះជាវិបត្តិរបស់ប្រទេសដែលមានប្រទេសជប៉ុនប្រទេសដែលមានផ្សេងគឺជាជនគេថយចឹងហ្មងវាគេអត់ចង់បានពុនចង់បានប្តីចង់បានកូនអីចឹងណាឥឡូវខ្ញុំកំពុងតែដើរទៅអូតែលហើយអូតែលនេះគេឲ្យ check in ម៉ោង3ប៉ុន្តែខ្ញុំអត់អាចរកចាំដល់ម៉ោង3បានទេខ្ញុំប្រហែលជាយកកតាខ្ញុំទៅតុដំណើរសិនព្រោះហើយខ្ញុំដើរត្រួតឡើងញ៉ាំអីអូដល់អូតែលខ្ញុំហើយអូតែលខ្ញុំដល់អូតែលដែលខ្ញុំកក់ហ្នឹងហើយវាអត់នៅឆ្ងាយពីtrain station អានេះ train station គេស្អាតណាស់នេះមុខនេះចាំមើលខ្ញុំឲ្យមើលពីមុខខាងផ្នែកខាងមុខនេះគឺអូតែលដែលខ្ញុំកក់ហ្នឹងអញ្ចឹងគឺវាលឿនមែនទែនបើសិនជាខ្ញុំមករយៈពេលខ្លីអញ្ចឹងគឺខ្ញុំអត់អាចទៅនៅកន្លែងណាឆ្ងាយពីកដាក្រុងឯវាពិបាកធ្វើដំណើរចំមុខអូតែលហ្នឹងហ្មងគឺកលេចមកនេះស្ថានីយ៍រថភ្លើងបាទហើយស្ថានីយ៍រថភ្លើងគេស្អាតមែនទែនឡើងធំហ្មងនៅនេះបាទនេះកន្លែងដែលខ្ញុំកក់គេយប់ហ្នឹងបាទឈ្មោះ Hotel Sophia ចង់ដឹងថាអូតែលដែលខ្ញុំកក់ហ្នឹងគេឲ្យចូល check in ម៉ោង3ថាខ្ញុំទៅមុនម៉ោងគេឲ្យចូល check អត់បើគេអត់ចូល check ខ្ញុំគ្រាន់តែដាក់កតាខ្ញុំទៅហើយខ្ញុំនឹងទៅវិញអូនេះខាងក្នុងអូខេនេះ Hello. Actually, I have a reservation here for one night. Okay, yes. Okay. And so, yeah, we have check-in from 5 p.m. So 5 p.m. Oh, I'm sorry, 3 p.m. 3 p.m. Yeah, and unfortunately, before this time, we don't have just ability to check in you. Okay. Yeah. So. Before this, I can propose you. We have luggage room on the left side, Okay. and I can propose you to leave your luggage there. So I want to leave my luggage here, and we'll come to check in at 3 p.m. Okay. Thank you. So, the luggage room. Luggage room on the right side will be. Please leave your luggage there and bring key for the reception because we have just one key. You can see like from that side will be. Okay. So let me check. Thank you. It will be available to check in at 3 p.m. Right? 3 p.m. it will be, yes. Okay. Thank you. Bye bye. Welcome. Have a nice day. អ្នកនរគ្នាឥឡូវនេះខ្ញុំនិយាយអំពីចំណាប់អារម្មណ៍របស់ខ្ញុំ first impression ដែលខ្ញុំមកដល់ប៉ូឡូញដំបូងខ្ញុំចាប់អារម្មណ៍ជាងគេទី1គឺប្រជាជនរូបរាងប្រជាជនមកគេនេះស្តៀងទៅនឹងកាត់ចង់កាត់ទៅអាស៊ីយើងខ្លះមកអឺរ៉ុបខ្លះខ្ញុំយល់ថាប៉ូឡូញនៅក្នុងអឺរ៉ុបខ្ញុំយល់ខ្លាំងប៉ុន្តែខ្ញុំមានអារម្មណ៍ថាមុខពួកគាត់អត់កាត់ដូចវាថាអត់ធំអត់ជ្រុងអត់ចំហវែងពេកដូចពួកដែលនៅខាងម្ដុំដេនម៉ាកឬក៏បារាំងអីពួកគាត់មានរូបរាងមើលទៅរាងល្អិតហើយមុខរាងមូលស្តៀងកូរ៉េស្តៀងជប៉ុនទៅស្តៀងអាស៊ីយើងខ្លះស្តៀងអឺរ៉ុបខ្លះអញ្ចឹងធ្វើឲ្យមុខគាត់រូបរាងគាត់មើលទៅឃើញស្អាតហ្មង អ្នកនរគ្នាឥឡូវនេះខ្ញុំកំពុងតែរោបាយថ្ងៃត្រង់ហើយឥឡូវនេះបើសារតែបានមកដល់ប៉ូឡូញហើយយើងអត់គួរតែញ៉ាំហូបអាស៊ីហូបអីវិញទេមែនទេយើងគួរតែញ៉ាំហូបរបស់ប៉ូឡូញអញ្ចឹងដូចជាឃើញគេមានលក់សាំងវិចនោះអញ្ចឹងប្រហែលជាខ្ញុំអាចកំងសាំងវិចមួយញ៉ាំអត់ចង់ញ៉ាំហូបផ្សេងទេដោយសារតែយើងមកដល់ប្រទេសគេយើងគួរសាំងហូបគេមែនទេពងកថាអត់ចេះភាសាគេអត់ដឹងឈ្មោះអីគេនេះនិយាយទៅប្រហែលជាថតរូបបង្ហាញគេថាចង់យកអាណាចង់យកអាណាអញ្ចឹងអត់ស្គាល់ឈ្មោះទេយើងអត់ចេះភាសាគេពិបាកមែនភាសាប៉ូឡូញមិនដឹងថាគេនិយាយមិនអត់ចេះសោះ Hello can I have this one I don't know what it is called the one with chicken yeah និយាយទៅលើគេទ្រង់ទៅយកឲ្យយើងអត់ចេះភាសាក៏ដល់យើងទេប្រើភាសាកាយវិការខ្លះចឹងណាយើងថតរូបថតអីទៅយើងបានញ៉ាំដូចគ្នាមែនទេcan I pay by card អ្នកនរគ្នាពេលខ្លះវារៀងដូចថាចម្លែកណាស់ដែលយើងអត់ចេះភាសាប៉ូឡូញយើងអត់ចេះភាសាមួយចំនួនដែលយើងទៅលេងប្រទេសគេប៉ុន្តែយើងអាចដើរទិញរបស់ញ៉ាំបានទិញវាថាទិញអីបានចឹងវាមានអារម្មណ៍ថាវាពិភពលោកសម័យបច្ចុប្បន្ននេះវារៀងលំទលាយដែរវាខុសពីសម័យកាលខ្ញុំនៅតូចវាថាយើងអត់សូវឃើញប្រជាជនខ្មែរយើងដើរលេងក្រៅប្រទេសអញ្ចឹងណាដល់ពេលមកដល់សម័យពួកខ្ញុំនេះអ្នកដើរលេងហ្មងក៏សម្បូរដើរលេងក្រៅប្រទេសអ្នកដែលគាត់រៀនហ្មងក៏គាត់ចេញទៅរៀននៅក្រៅច្រើនអញ្ចឹងណាវាមានន័យថាពិភពលោកសម័យឥឡូវនេះវារៀងទលំទលាយជាងកាលពីមុនព្រោះកាលពីចំនួនខ្ញុំនៅតូចអីអ្នកណាទៅលេងក្រៅប្រទេសឬក៏អ្នកណាទៅរស់នៅឬក៏ទៅរៀននៅក្រៅប្រទេសមួយគឺល្បីខ្លាំងហ្មងសម័យបច្ចុប្បន្ននេះគឺធម្មតាអ្នកណាក៏មានឱកាសដើរលេងអញ្ចឹងណាម្ហូបគឺខ្ញុំតាំងស្វិត
ដូចមាន់កំពងដាក់ជាមួយនំប៉័ងធម្មតាចូលទៀតឆ្ងាញ់ឈ្ងុយមកហូបបងទីមកចំនួនខ្លះយើងបាក់ញ៉ាំហ្នឹងចាំហូបប៉ូឡូអីនេះគឺមកហូបឲ្យញ៉ាំលើកទី1មកហូបប៉ូឡូមិនទាន់បានដើរតាណាផងឥឡូវយកបាត់លើហើយម៉ោង4ជាងនេះម៉ោង4 10នាទីនេះថ្ងៃលិចម៉ោង4មកក្នុង15នាទីខ្ញុំថាទៅមើលថ្ងៃលិចនៅឯ Old Town របស់គេឥឡូវពងដើរទៅប្រហែលជាអត់ទាន់មកហើយម្ដងនេះស្ទឹងនេះឡើងកកហ្មងនេះទឹកប្រហែលជាហូរនៅខាងក្រោមទៅខាងលើនេះគឺលេងហូរនឹងកកហើយសម្បីតែកន្លែងឃើញខៀវនេះក៏វាដូចជាកកដែរគាត់ថាវាអត់សូវកកខ្លាំងដោយសារម្ដងនោះហើយទឹកហូរតែកន្លែងកកខ្លាំងកន្លែងសអញ្ចឹងតែមិនសូវទីត្រជាក់ម៉ែទៅ5អង្សាអញ្ចឹងណាតែគាត់ថាមួយថ្ងៃមុនប្រហែលជាកកខ្លាំងជាងនឹងដោយសារតែទឹកនៅក្នុងស្ទឹងនេះគឺកំពុងតែកកហ្មងនេះអត់មានហូរទេណាបាទនៅកកស្ញែងអញ្ចឹងអត់មានហូរទៅមុខទេមួយថ្ងៃមុនប្រហែលជាធ្លាក់ដល់ដក10ឬក៏ដក4 15អីចឹងទៅនៅក្នុងទីក្រុងប្រាកក៏ចឹងដែរឥឡូវវាគាត់បើទីចឹងណាឥឡូវនេះយើងមកមើលថាតើទីក្រុង Wroclaw ហ្នឹងគេមានអីខ្លះ special សម្រាប់យើងភ្ញៀវទេសចរនិយាយទៅខ្ញុំក៏អត់សូវដឹងដែរពីមុនមកអំពីទីក្រុងមួយហ្នឹងប៉ុន្តែតើខ្ញុំឆែកអ៊ីនធឺណិតមើលមកគេដាក់ថានៅក្នុងទីក្រុងនេះវាសម្បូរទៅដោយគេហៅថារថភ្លើងគឺនិយាយភាសាសូយោថាមធ្យោបាយសាធារណៈណាមធ្យោបាយធ្វើសាធារណៈហ្នឹងសម្បូរវាដូចជាមិនសូវជាថ្លៃទៀតមធ្យោបាយសាធារណៈហ្នឹងណាអាហ្នឹងមកចំណុចមួយទៀតទីក្រុងហ្នឹងគឺជាទីក្រុងដែលហើយជាត្រូវបានបំផ្លាញដោយសង្គ្រាមលោកលើកទី2ហ្នឹងរៀងជោគជាំដែរប៉ុន្តែក្រោយពីសង្គ្រាមលោកលើកទី2ចប់មកគេបានកសាងអីចឹងទៅហើយមនុស្សក៏មករស់នៅវិញច្រើនអីចឹងទៅហើយទីក្រុងនេះគឺល្បីសម្រាប់រឿងមួយទៀតគឺសម្បូរទៅដោយរូបចម្លាក់តូចដែលភាសាឈ្មោះរបស់គេនៅក្នុងតំបន់ហ្នឹងគេហៅThe Vab ហ្នឹងខ្ញុំមិនដឹងថាកម្មជំតែខ្ញុំខុសត្រូវណាប៉ុន្តែឈ្មោះវាដូចជាអញ្ចឹងហើយដូចខ្ញុំបង្ហាញនៅក្នុងរូបហ្នឹងអញ្ចឹងគេហៅថាគេកសាងនៅច្រើនកន្លែងច្រើនតំបន់អញ្ចឹងណាហើយភ្ញៀវទេសចរមកលេងហ្នឹងគឺគេស្វែងរករូបហ្នឹងនៅក្នុងជុំវិញទីក្រុងហ្នឹងទៅហើយបងប្អូនអ្នកដឹងថារូបហ្នឹងមានប្រមាណអត់មាន1000ជាងតែខ្ញុំឆែកនៅអ៊ីនធឺណិតមើល1000រូបជាងអញ្ចឹងភ្ញៀវទេសចរដែលគេមកលេងហ្នឹងគឺគេដើរស្វែងរករូបចម្លាក់ហ្នឹងនៅតាមតំបន់ផ្សេងៗនានានៅក្នុងទីក្រុងអញ្ចឹងទៅហើយមើលទៅវា cool តើល្អលយទីក្រុងមួយនេះវាសម្រាប់ខ្ញុំវាស្អាតគួរសមមកគេដែរដោយសារតែវាពោពេញទៅដោយអគារបុរាណហើយប្រហែលជាមានអគារខ្លះត្រូវបានបំផ្លាញដោយសង្គ្រាមលោកអគារខ្លះទៀតគេត្រូវតែកសាងអញ្ចឹងណាមួយទៀតការមើលឃើញពីភ្នែករបស់ខ្ញុំទៅប្រជាជនប៉ូឡូនេះគឺស្អាតរបស់គេនិយាយមែនទេដោយសារតែពួកគាត់និយាយថារៀងល្អិតអត់ធំកម្រាំងខ្ញុំនៅតែនិយាយដើរចឹងពួកគាត់ស្អាតដោយសារតែមៀតពួកគាត់ហ្នឹងគឺខ្ញុំហ៊ាននិយាយថាមៀតរបស់គាត់រឿងរបស់គាត់កាត់ទៅខាងស្តៀងអាស៊ីជាងរឿងតូចប៉ុន្តែមុខគាត់មុខស្តៀងអឺរ៉ុបចឹងណាអញ្ចឹងទៅមើលទៅឃើញខ្ជូតហ្មងទាំងប្រុសទាំងស្រីខ្ញុំមានអារម្មណ៍ថាស្រឡាញ់មកចំណុចទៀតអារម្មណ៍ដែលខ្ញុំមកដល់នេះគឺខ្ញុំមានអារម្មណ៍ថាគឺគេមើលខ្ញុំហ្មងគេមើលមិនគ្រាន់តែដូចខ្ញុំដើរនៅក្នុងទីក្រុងប្រាកអីគេអត់សូវមើលអីណាអត់សូវខ្វល់ទេណានៅនេះគឺគេមើលហ្មងខ្ញុំមានអារម្មណ៍ថាអត់សូវមានជនបរទេសនៅក្នុងទីក្រុងនោះគឺប្រហែលជាមានតិចខ្លាំងហ្មងគ្រាន់តែខ្ញុំឡើងពីស្ថានីយរថភ្លើងមកដល់កន្លែងដែលរៀងមានមនុស្សច្រើនគឺមានគេមើលហ្មងឡើងមានតែប្លែកអញ្ចឹងប្រហែលជានៅទីក្រុងនេះអត់សូវមានជនបរទេសដែលមានជនបរទេសមកមួយជាពិសេសមុខអាស៊ីដូចខ្ញុំអីទៀតហ្នឹងគឺរៀងប្លែកហ្មងគេមើលហើយគេរៀងខ្ញុំដែរអញ្ចឹងទៅមកដល់គ្នានេះជារូបដបាបទី1ដែលខ្ញុំមើលឃើញណាតែខ្ញុំដាក់មកដល់ក្រុងគេទៅឃើញមកនេះហើយថារូបដបាបហ្នឹងបាទមាន1000កន្លែងជាងរូបហ្នឹងនេះអូយឡើងខ្ជូតនឹងមួយបាទហើយមាន2នាក់នេះជាស្រីទាញខាងប្រុសនេះមកវិញទៀតការដែលខ្ញុំមកលេងអឺរ៉ុបលោកនេះគឺខ្ញុំអត់បានទៅប្រទេសថ្មីទេមានថាប្រទេសដែលខ្ញុំដើរលេងប្រហែលមុនហ្នឹងដូចជាក្នុងឆេកក៏ដោយបារាំងក៏ដោយឡម៉ង់ក៏ដោយគឺសុទ្ធតែជាប្រទេសដែលខ្ញុំបានទៅហើយកាលពីខ្ញុំមកលេងឆេកមកលេងអឺរ៉ុបមុនណាអញ្ចឹងប៉ូឡូនេះគឺជាប្រទេសថ្មីមួយសម្រាប់ខ្ញុំមកអញ្ចឹងខ្ញុំមកដល់មានអារម្មណ៍ថាប្លែកម្យ៉ាងដែរដែលវាទោះបីជាវាស្តៀងទៅប្រទេសផ្សេងៗក៏ដោយ
ប៉ុន្តែសម្រាប់ខ្ញុំពេលខ្ញុំចូលដល់ប្រទេសតែមានអារម្មណ៍ថាដែលយើងអត់ធ្លាប់ទៅដូចប៉ូឡុយនេះគឺខ្ញុំមានអារម្មណ៍ថាអូចង់មានអារម្មណ៍ចង់ដើរមើលច្រើននេះOld Town របស់គេបាទដូចជាម្ដុំហ្នឹងខ្ញុំឆែកនៅអ៊ីនធឺណិតនេះឆែកមើលនៅអ៊ីនធឺណិតគេដាក់ថានៅនឹង Old Town ហើយដើរមកតិចទៀតដល់កណ្ដាលរបស់គេហ្មងហ្នឹងហើយនេះជា The Vibe ទី2ដែលខ្ញុំបានឃើញបាទអូហូកាន់លុយកាក់នេះបកកាយធ្វើណាវាថាគេបកកាយរោឡៃតាក់ទាញភ្ញៀវទេសចរបាទនេះជា The Vibe ទី3ដែលខ្ញុំបានឃើញថ្ងៃទី1មកប៉ូឡូញនេះខាងនេះមួយទៀតនេះមួយទៀតខ្ញុំអត់យល់បានគេមកធ្វើនៅជាប់អញ្ចាំងអាគីអីចឹងវិញនេះបើសិនជាខ្ញុំមកលេងរដូវ Christmas ខ្ញុំហាក់ជាកាន់តែសប្បាយដោយសារតែរូបភ្លើងដែលគេតុបតែងនៅពីលើហ្នឹងខ្ញុំគិតថាប្រហែលជាសល់ពី Christmas ហេដោយសារអីដោយសារថ្ងៃនេះថ្ងៃទី16ខែមករាបានន័យថាត្រឹមតែកន្លះខែក្រោយបន្ទាប់ពីឆ្លងឆ្នាំណាអញ្ចឹងគ្រូទាំងអស់ហ្នឹងគឺគេប្រហែលជាតុបតែងសម្រាប់ Christmas ហើយនឹងឆ្លងឆ្នាំអូនេះ The Vibe ទីបានហើយចំទី3ទី4ទី5ហ្នឹងណាដូចជាទី5ហ្នឹងនៅក្នុងអំឡុងពេលខ្ញុំដើរនៅក្នុងប្រទេសហ្នឹង2ថ្ងៃណាប្រហែលជាខ្ញុំអាចរកឃើញរូបនឹងប្រហែលអត់ក្រោម20តាមទៅបើដើរមកស្ទុះបាញ់នឹងជួបឡើងបានហើយដូចជារូបទី5ហ្នឹងមិញនោះអូខេឥឡូវខ្ញុំបានមកដល់ដូចជាតំបន់ហើយហៅថា Old Town គេណាហើយជាដូចជាមិនមានមនុស្សច្រើនមែនវាដូចជាដោយសារតែតំតែឆ្លងឆ្នាំហើយអូស្អាតតាភ្លើងបាញ់ចឹងតើខ្ញុំអត់តែខ្ញុំឃើញ The Vibe នោះខ្ញុំថតទុកឲ្យចាំមើលទោះបីជាអត់តែដើរឆ្ងាយប៉ុណ្ណាដល់តែខ្ញុំឃើញថា The Vibe នោះគឺខ្ញុំថតដែរឥឡូវរូបនេះរូបទី6នេះបាទរូបទី6ចាំមើលថាតើវីដេអូរបស់ខ្ញុំទាំងអស់ហ្នឹងឃើញប្រហែលរូបទី7មុនដល់គ្នាមានចាស់អារម្មណ៍ថាឃើញថាមុខពួកគាត់រៀងខុសពីអឺរ៉ុបម្ដុំបារាំងម្ដុំដេនម៉ាកអីអត់ទី7ហើយខាងនេះវិញទី8ហើយពេលខ្លះគេមកធ្វើឡើងកលៀតនឹងចឹងនេះមុននេះអូនៅកលៀតល្អម្ល៉េះរូបទី9ពេលនេះលយមែនបើល្ងាចឡើងទៅហើយឡើងវ៉ែបឡើងអេហ្មងនេះ The Vibe ទី10ងឹតយ៉ាងណាគឺតាមប្រមាណដែរ10បរិយនឹងដើរតាមល្ងាចឃើញ10បរិយនេះរូបទី10មិនថាសម័យរីកចម្រើនយ៉ាងណាដែរគេនៅជិះសេះឡើយតើនេះនិយាយលេងទៅសេះនេះគេជិះ10នាទីចូលបាទដោយសុខខ្មែរ10ទេគោអញ្ចឹងដូចស្អុយគេមកThe Vibe ទី11នេះគេប្រាប់ថាយើងកន្លែងណាទៅណាកន្លែងណាទៅណាអញ្ចឹងណាអូម៉ែឡានស្តៀងស្ពានឆាលទៅខាងនោះស្តៀងស្ពានឆាលនៅប្រាកជឿហ្នឹងឡើងកតែវាមិនមែនកកទាំងអស់បងប្អូនគ្នាវាកកអត់របៀបថាដោយផ្នែកហើយមានហូររឹមអញ្ចឹងទៅតែផ្នែកមួយចំនួនទៀតគឺកកហ្មងឡើងនឹងចាស់ហ្មងទូរស័ព្ទចិត្តអត់ថ្មដូចគ្នាសល់តែ 10% ទេហើយកាមេរ៉ាក៏ចិត្តអត់ថ្មប្រហែលជាទៅរកញ៉ាំអីបន្តិចហើយត្រឡប់ទៅអូតែលគេងស្អែកឡើងទៅខ្ញុំដើរទៀតThe Vibe ទី12 The Vibe ទី13 The Vibe ទី14នេះរកឃើញហើយលេខរៀងទី15ឈ្មោះអីគេអញ្ចេះមើលSteady Slow ស្អីគេអត់ដឹងដែរលេខរៀងទី16នៅទីនេះThe Vibe វារៀងទី17ដូចជាពងគេកសាងតំណាងអីគេមើលអត់យល់ណានេះមានដុំមូលនេះទី3ទៅធំណាខ្ញុំឃើញអញ្ចឹងដោយសារនៅឆ្ងាយមិនគេឃើញអញ្ចឹងណាដំបងក្រុងគិតថា2ថ្ងៃហ្នឹងឲ្យឃើញ The Vibe នឹង20ប៉ុន្តែឥឡូវតាមថ្ងៃទី1ឃើញដល់17ហើយចាំថ្ងៃទី2ឃើញប៉ុន្មានទៀតActually, I left my luggage here. Okay, thank you.
Here's your key. Thank you. Do you want to see my passport or? Yeah. Okay. Here's my passport. Do you need invoice for your stay? Oh, that's okay. I just need a normal receipt. It's fine. Okay. Yeah. Okay, thank you. Checkout is until 11 a.m. 11, uh-huh. Elevator is behind you, or you also can use the stairs on my Okay. left side. Yeah. Okay, thank you so Have a much. nice day. Bye-bye. Have a nice day. Bye. ខ្ញុំបីជាន់ទី3អូខេឥឡូវខ្ញុំមកដល់បន្ទប់ខ្ញុំហើយលេខ302យើងថាច់ជើងមកអត់លើសំឡេងអូយបាក់ចោលរួចចឹងអូដើរនេះបាទឥឡូវហ្នឹងយើងមកដល់បន្ទប់យើងហើយឥឡូវនេះបន្ទប់ហ្នឹងគេឲ្យក្រេ2ដោយសារតែខ្ញុំកក់ប្រភេទ twin អញ្ចឹងហើយខ្ញុំគេងតែមួយទៅមួយទៀតទុកស្អីណាគេឲ្យយើងអីក៏បានដែរហើយបន្ទប់គេខាងលើនេះទលាយតែមើលទៅឡើងខ្ពស់វាខុសពីនៅជប៉ុននៅជប៉ុនរៀងទាបជាងហ្នឹងហើយបើយើងនិយាយពី space វិញធំឡើយនេះធំហ្នឹងសង្ឃថាអង្គុយគ្នា7 8នាក់អីកត់ជាទៀតទេណានេះអូទៅទៅពីណាលាយម៉ែឡើងស្អាតអូហើយកសាយគេអត់ឡើង4ម៉ែអីតាមអត់ទៅដែរហើយនេះគេចង់គេខាងនេះមួយទៀតមានអីកន្លែងលាងដៃបើគេ clean ស្អាតល្អហើយកន្លែងទឹកគេបិទចិត្តអញ្ចឹងស្រួលមួយយកប្រទេសតាមមកក្រៅបាទខ្ញុំយើងនេះវាអត់មានកន្លែងជើងហើយអត់មានអីបាញ់ទេគឺយើងសេរីស្រោអីតាមនឹងខ្លួនឯងទៅអស់កម្លាំងដល់កអូយបន្ទាប់ពីដើរមួយថ្ងៃតាំងព្រឹកម៉ោង7ព្រឹក6ជាងងើបម៉ោង7ចេញពីផ្ទះម៉ោង8ជិះឡានម៉ោង12ជាងមកដល់នេះឡានក្រុងយឺតបន្តិចបានវាមកដល់ម៉ោង1ម៉ោង1ដើររហូតដល់លើម៉ោងប៉ុន្មានហើយម៉ោង5:50នាទីអញ្ចឹងវាស្មើនឹង4ម៉ោងជិត5ម៉ោងដើរហើយគេហើយថ្ងៃស្អែកទៀត7យើងដើរបន្តទៀតហើយប្រហែលជាថ្ងៃស្អែកនឹងបានមើលទេសភាពស្អាតៗជាងថ្ងៃនេះដោយសារតែថ្ងៃស្អែកវាខ្ញុំចេញពីព្រឹកហើយនឹងខ្ញុំត្រឡប់ទៅប្រាកវិញពេលល្ងាចអញ្ចឹងខ្ញុំដើរនឹងគឺពីថ្ងៃ0ម៉ោងអញ្ចឹងប្រហែលជាស្អាតអូខេហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងសូមឲ្យបាយប៉ុណ្ណឹងជួបគ្នាវីដេអូថ្ងៃស្អែកបន្តទៀតហើយហត់មែនតើAsk that if you have any map that I can like find some places around here. It's all map in our WhatsApp. Okay, can I have one? Yeah, of course. Okay, thank you. Bye bye. បាទមកដល់គ្នាថ្ងៃទី2ឥឡូវមុននឹងយើងដើរទៅមើលទីក្រុងគេយើងដើររមមើលអីញ៉ាំសិនហើយដោយសារតែម្សិលមិញខ្ញុំញ៉ាំម្ហូបរបស់ខាងអ្នកប៉ូឡូញហើយថ្ងៃហ្នឹងទៅរកម្ហូបអាស៊ីយើងញ៉ាំម្ដងហើយជាអាចទៅរកហាងវៀតណាមញ៉ាំដោយសារតែនៅចិត្តហ្នឹងមានហាងវៀតណាមមួយចឹងណាតោះឥឡូវទៅមើលម្ហូបគេមិនដែរមួយខ្ញុំម៉ែបង្ហាញពីទីក្រុងគេមានអីខ្លះចឹងណាតាមផ្លូវដូចជាមិនជាមានមនុស្សរវល់ប្រហែលនេះដោយសារតែប្រហែលជាវាទៅតែផុតឆ្លងឆ្នាំហើយគ្រីស្មាស់ហើយចឹងណានិយាយចឹងម្សិលមិញហ្នឹងខ្ញុំរកឃើញអាដវាបហ្នឹងប្រហែលជាខ្ទង់រូបដវាបហ្នឹងប្រហែលខ្ទង់17អញ្ចឹងថ្ងៃនេះខ្ញុំក៏ថាដើរនៅក្នុងទីក្រុងប្រហែលអាចជួបយ៉ាងហោចណាស់ក៏10បីជាងទៅដែរអញ្ចឹងពីថ្ងៃហ្នឹងប្រហែលអាចឃើញក្នុង30អីក៏ថាបានដែរមកទៅនោះហាងដែលខ្ញុំដើររកគឺនៅខាងឆ្វេងដៃនេះបាទនៅខាងស្រុកប៉ូឡូញនេះគេឡានគេជិះស្បូប្រភេទឡានអាស៊ីយ៉ាងណាតែរបៀបឡាន Honda Toyota ហើយនឹង Hyundai របស់កូរ៉េអូខេឥឡូវខ្ញុំមកដល់ហាងគេហើយខ្ញុំមកដល់ថាច្រកចូលតាមណាអូនេះមកហាងគេមានគេខ្លះញ៉ាំចូលអត់នេះបលឹមបាល់ពេកនេះយោ Can I see over there? Chị nhằm ai cũng chán để sao ta nhằm chán trong Google khi miền review nó ổn cái này chắc nó đó cái liền là sao những cái nhám thom mà nó thom máu một cái tiêu một như vậy không trên mức tiền cũng như bị thom sạp hào ấy còn tay mi thì nó thom máu nhưng mà ta nhắm ai này được lại chào chưa booster đó
ngàn là lấy chọn cho tờ linh ngàn thì đâu lại cho sẵn à đó mình chọn mới nhưng phải hai giờ mớiแต่คอยยมดาขอบเลยเลยจอตโรกันไรกันงานนึงสันกันไรกันงานนึงเนยเวียเรียงเลยเจ้าđóโดยสารแต่ยมไม่ยมดาเราหน่อยให้ตั้งแต่เจ้านะเนี่ยเราสตาร์ตะเกาะไปเลยหมอขอท้ายมันเกาะก็ได้ให้ไปเกาะในสถานมองมายังชวดจ่อแบบนี้อัดเสริมยังมันดูได้นี่หมดดาวเฮ้ยให้อันเป็นคล้ายมันดูให้เราเหมือนเนี่ยที่จักอ่ะอันนั้นจักได้จิเกเปียใส่กีเชิงเนี่ยที่หนูการงานเราเลยตักในสัตว์ตะเกาะอะไรเนี่ยถ้ายังกีซีไอเนี่ยหลังจุดเพราะว่าตอนนี้สัตว์จังในข้างประเทศยุโรปนี่ไอในประเทศใดเกแบบถ้าในญี่ปุ่นไอ้ก็ได้เกี่ยวกับจับเวียนยังไม่ได้ในตามแม้ซื้อคืออ่อนหมองยังเดี๋ยวเขาเสิร์ฟเราหนึ่งเกวิรุณในตามตีสาธิตในไอ้จังก็ได้คืออเมริกันกินยำเบียร์เบอร์กินยำกีจำโยซันหมองอันนี้คือแบบโดยสัตว์เปรย์หรือก็สัตว์สกปรกแต่เวียอัดเมียนหน่อยจำวิรุณตามอัตมาชีโวเวียจังอัดจับยำเองยังไงโอ้ใหญ่พี่เรื่องสัตว์เปรย์จังนักเคยในศกมาเยอะกาพี่ยองศกมาก็ได้ในโต๊ะจ้ะในตามภูมิสกไอเมียนบองพอนเยอะก็ดาวบันได้โยยำจังนะเปรย์เหมือนเต้นเฉยเหมือนเต้นช่างไงพี่กระดองจังพาสเกนในบ่อบันสัตว์ไอยำในตรมจีคายในหม้อก็เลยเสมียนเนี่ยดาวบันประมาณสัตว์ไอยำได้ไหมเนี่ยหม้อตอนนี้จะเต้นในตามที่กรงเกนนี่เวียเกเดซาตกดามเชอจังในเคยจังอะเมียนดามเชอก็จราวนให้เมียนสตังเมียนไอเชนเตวิลีล้อมทอมเจียดจมูกหนึ่งมนุษย์เยอะจันเตวิรุณเวียมีอารมณ์ท่าเอาเซอร์สเตรสเป็นไอสเตรสจันเตคือเกจันเมากระเอาเตะให้จันเตเมื่อเคยตักสตังเมื่อเคยดามเชอจันเตสลักหมดได้จะมันท่าการก่อสร้างตีกรงไม่มวยบอสซันจะเยอะโบกไปโจจมูกหนึ่งทอมเจียดไอบางจานทั้งมนุษย์เยอะเวียเรียงบัตรสเตรสบัตรไอได้โดยก็เป็นสเตรสยืนจะมากระเอาเมื่อตักสตังโฮเมื่อดามเชยนั่นคือวิไอการถอยการสเตรสบางครั้งไอจังนะจมช่วยมือขึ้นเหนือรูปนี้แค่เอายมฉลองพลอยกรามใดเหมือนเนี่ยบาดสลองพลอยกรามใดที่ดาวไม่กล้าเบอร์คันเนาะนี่หนึ่งคนใต้ยังมีอารมณ์ท่าเฮ้ยแมนไม่เหมือนดังที่มีพลอยกิดาวตลอดดาวสะสะนะโอ้ได้เต้าไอ้ต่ำนุ่นดาวชราอันต่ในข้างหลอกล้อนี้มันใช้จีเมียนอากีทำไมมาในพิจารณาเสื้อสมองซอปีมนมาจังนะคือก่อสร้างจมูกอากีทำไมคลาดได้เป็นออนเดนยังไงให้เวียบางอย่างจีปีกำลังอนามัยคลีนมองเวียโอเคแต่ตัวจุบ้านแต่เวียมันคลีนเป็ดเวียมันเกิดเกรดเป็ดเวียตัวจุบ้านโดยสารติกรองนี้มนุษย์เราในชราได้จนtớiธรรมดาแต่มนุษย์เราในชราเวียมีการปรับประชาเวียเรียงฉับเกิดเกรดจังนะโอ้ยหางมันเลยเต้าจังด้านด้าเคยสำรองมริจาโดยเชียร์อัดนำทางเก็บปลาถืออัดเลยเมียนสลักเชยดอกจมเป็นจังนะแต่ปอหลังพลายหมอหลังสะอาดดีเตยเรื่องเกียร์รถตะบาเลยจ้าไม่เหมือนดังอะไรอย่างไรเกี่ยวกับยมใช้เคยเนี่ยกิจท่า Museum of Architecture มีในท่าสระมันตีArchitecture วิศวกรรมใช่เนาะนั่งวิศวกรรมใช่จังสระมันตีจ้าบอกเกพาเชียร์จะนอนจ้าอยู่เนี่ยในขนมเมียนโดยเชียร์คาโซมวยในขนมได้เกชัดๆมาเกแต่สะอาดน้ำเชื่อทอมมาเนี่ยเราอันนี้ของมันช้ามากตัวไหนใจเหมือนเต้นหมอยมเตอร์สบเยอะกันเลยวิปบาโรดามเชื่อทอมจังไรแต่มีปัจจัยมีนสมัยแต่ในญี่ปุ่นไอ้ก็สักน้ำเชื่อทอมมันเนี่ยพิจารณาต่อตึกพนมห่อนเคยเกลือซาทอมเชื่อมันละมองว่านอกเนี่ยรูปนี้คือเชียรูปเกหาธาดำนางเอากาปีสมัยโซเวียตนะเมียนเมดนอมสมัยโซเวียตชมูโจเซฟสตาลินจังเนาะยมอัดเสดังได้เลยสัญญาตุ่มมือกันไหลกิบันลงมันเนี่ยไอเกตเซธารูปนี่คือดำนางเอาด้วยเชียเนี่ยตุของเราเนี่ยตุหายเตอร์บานกิบันสำหรับในขนมชนำมาปอนปุ่มบนโดยสายสับด้วยเชียจะล็อกนั่นคือสมัยโซเวียตดักนอมในขนมบอลอารมณ์นี่มาจะโนนประเทศมาจะโนนแล้วนะจันเตอร์ก็บันจอมกบาลเนี่ยตัวนี้ก็กด
ស្លាប់បាត់ទៅហើយដូចជានៅក្រោមដៃរបស់នារីម្នាក់នេះបាទខ្ញុំអត់ដឹងថាពួកគាត់ជានរណាច្បាស់ដោយសារតែអត់មានពេលស្រាវជ្រាវមើលហើយក៏គេធ្វើរូបតំណាងអញ្ចឹងមកឲ្យប្រជាជនគេចងចាំសម័យសូវៀតនេះគឺដូចជា29ឆ្នាំតាំងពីឆ្នាំ1924មករហូតដល់ឆ្នាំ1953អញ្ចឹងវាជិត30ឆ្នាំដែលដឹកនាំដោយលោក Joseph Stalin ហើយសម័យហ្នឹងក៏ត្រូវបានដួលរលំវិញប៉ុន្តែនៅក្នុងចន្លោះពេលហ្នឹងគឺមានបដិវត្តនិយាយទៅរឿងវាស៊ីជម្រៅច្រើនណាស់ខ្ញុំអត់អាចនិយាយនៅក្នុងវីដេអូខ្លីៗនេះបានទេគាត់ថាកន្លែងនេះគឺគេធ្វើតំណាងឲ្យការចងចាំដែលត្រូវបានប្រជាជនពលរដ្ឋជាច្រើនអ្នកត្រូវបានឃុំខ្លួនហើយមានអ្នកទោសត្រូវបានសម្លាប់នៅកន្លែងហ្នឹងអញ្ចឹងណាហើយក៏គេធ្វើរូបតំណាងនឹងសម្រាប់ជាការចងចាំអីចឹងទៅហើយសម័យសូវៀតនេះគឺវាធំធេងមែនទែនទឹកដីសូវៀតជំនាន់ហ្នឹងគឺបើយើងនិយាយទៅទឹកដីរុស្ស៊ីហ្នឹងក៏សល់ពីទឹកដីសូវៀតកាលពីជំនាន់មុនដូចគ្នាទាំងដូចជាបូកមួយអ៊ុយក្រែនហើយប្រទេសមួយចំនួនទៀតនៅគីរុស្ស៊ីហ្នឹងបាទគឺសុទ្ធតែស្ថិតក្រោមការដឹកនាំរបស់លោក Joseph Stalin ហ្នឹងនៅក្នុងសម័យសូវៀតហើយដោយសារតែខ្ញុំអត់សូវបានស្រាវជ្រាវច្រើនហើយជាអ្វីដែលធ្លាប់រៀនតាំងពីយូរហើយបើសិនខ្ញុំនិយាយខុសសុំទោសបងប្អូនទាំងគ្នានិយាយកែសម្រួលបន្តិចខ្ញុំនិយាយមិញថាសម័យសូវៀតហ្នឹងនៅក្នុងឆ្នាំ1924រហូតដល់53សូវៀតយូនីនហ្នឹងដូចជាយូរជាងហ្នឹង1922រហូតដល់ឆ្នាំ1991ហ្នឹងដូចជាចន្លោះកាលសម័យសូវៀតហ្នឹងក្នុងចន្លោះសម័យសូវៀតហ្នឹងបានវាកើតឡើងរឿងនេះគ្រាន់តែជាសាច់រឿងមួយនៅក្នុងសម័យកាលសូវៀតហ្នឹងណាបាទអញ្ចឹងកុំយកច្រឡំអូមកដល់នេះស្អាតមែនតើហ្មងនេះទឹកស្ទឹងនេះកកតាំងពីហៀងឃើញទេឃើញនេះម្ដងនេះឃើញទឹកហូររៃចឹងទៅដល់ពេលទៅខាងនោះឃើញនឹងអត់នេះពីត្រឹមនេះទៅឃើញទេតែស្អាតមែនតើបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាឥឡូវនេះបានជាមកដល់កន្លែងហ្នឹងហើយខ្ញុំចង់និយាយអំពីប្រវត្តិទូខ្លីៗអំពីតំបន់ហ្នឹងតិចចឹងណាហើយឥឡូវមើលសិនថាតើខាងក្រៅមានអគារស្អាតអីគេខ្លះណាបាទមានប្រាសាទបុរាណអីចឹងទៅហើយជាពិសេសមានសំណង់បុរាណនៅខាងក្រៅខ្ញុំមួយនេះឈ្មោះថា Wroclaw Cathedral មានន័យថាជាប្រាសាទបុរាណមួយដែលគេកសាងឧទ្ទិសកុសលជូននរណាម្នាក់នៅក្នុងសតវត្សទី13ហើយត្រូវបានកសាងឡើងវិញនៅក្នុងបន្ទាប់ពីសង្គ្រាមលោកលើកទី2អញ្ចឹងមានន័យថាប្រាសាទមួយនេះត្រូវបានបំផ្លាញខ្លះដែរនៅក្នុងកាលពីសង្គ្រាមលោកលើកទី2បន្តមកទៀតយើងទៅមើលស្ពាននៅខាងនោះស្ពានខាងនោះដូចជាស្ពានចាស់មួយដូចស្ពាននៅលន់ដុនអញ្ចឹងឥឡូវខ្ញុំទៅខាងនោះនោះស្ពានខាងមុខនោះមួយបងប្អូននៅឃើញអត់នេះ design មកដល់លយហ្មងនេះបងប្អូនគ្នាជាស្ពានដែលខ្ញុំដើរមកមើលហ្នឹងដូចជាមិនមានមនុស្សអីមកមើលច្រើនទេអត់មានទេទៅអូទៅស្ពាននេះក៏សាមនៅឆ្នាំណានេះយូរមែនទែនហ្នឹងបងប្អូនស្ពាននេះតែប៉ុន្តែអត់មានមនុស្សណាមកមើលទេដោយសារតែវាដូចជាអត់មានអីច្រើនប្រហែលទេប៉ុន្តែខ្ញុំមើលទៅចូលចិត្ត design របស់ស្ពានហ្នឹងអញ្ចឹងស្ពានហ្នឹងឈ្មោះថា Grand Wall Bridge នៅក្នុងឆ្នាំ1910ហ្នឹងត្រូវបានបញ្ចប់ការសាងសង់អញ្ចឹងស្ពាននេះមានអាយុកាល116ឆ្នាំហើយបើសិនគិតមកត្រឹមឆ្នាំ2026នេះអូខេស្ពានហ្នឹងមានប៉ុណ្ណឹងហើយបើសិនយើងមើលទៅខាងនេះគឺមានទេសភាព view នៅក្នុងតំបន់ទីក្រុងគេនឹងគេស្ពានហ្នឹងអញ្ចឹងណាទីក្រុងគេឡយហើយខ្ញុំគាត់ថាមកលេងទីក្រុងនេះមួយយប់វាគ្រប់គ្រាន់ហើយសម្រាប់អ្នកដែលបកកែដើរហើយសម្រាប់ខ្ញុំវិញគឺខ្ញុំអត់មានដើរទៅណាច្រើនទេខ្ញុំដើរមើលម្ដុំមួយសាំមិញមើលទៅមកជាហៀងខាងនោះម្ដុំ Old Town របស់គេហើយថ្ងៃនេះខ្ញុំដើរមកជាហៀងខាងនេះទៀតអញ្ចឹងវាមិនទាន់ថាសពជ្រុងជ្រោយប៉ុន្តែយើងថាវាដើមប៉ុណ្ណឹងវាអាចដឹងត្រួសខ្លះពីទីក្រុងគេអញ្ចឹងណាហើយសង្ឃឹមថាវីដេអូនេះបានចេះដឹងតិចបន្តួចឬក៏ដឹងពីទីក្រុងមួយនេះនៅក្នុងប្រទេសវ៉ាឡូអញ្ចឹងណាហើយសង្ឃឹមថាបងប្អូនជួយ subscribe វីដេអូ subscribe YouTube របស់ខ្ញុំហើយនឹងតាមដានវីដេអូផ្សេងៗទៀតដែលខ្ញុំនឹងដើរទេសចរនៅប្រទេសមួយចំនួនទៀតតាមដែលអាចធ្វើទៅបានមើលទៅវាស្អាតមួយយ៉ាងដែរតើវាកសាងតាំងពីឆ្នាំ1910អញ្ចឹងវាមានអាយុកាល116ឆ្នាំហើយណាបាទមើលទៅអស្ចារ្យមកគេហើយសម័យអឺរ៉ុបពីមុនហ្នឹងគឺគេចូលចិត្តកសាងស្ពានដែលមានដៀងធំអាគាររបស់គេរស់នៅផ្សារឬក៏ museum មួយចំនួនហ្នឹងក៏គេកសាងរបៀបធំអញ្ចឹងដែរនិយាយទៅនៅអឺរ៉ុបនេះគឺគេចូលចិត្តកសាងអាគារដែលមានទំហំធំហ្មងបាទគូរូបគួរឲ្យណាឡើងកវិញកវាងពេញហ្នឹងតែលយអូខេដែរវាដូចរចនាវាមើលទៅវាអត់ទុក space ចោលមើលទៅវាអត់សវាមានគំនូរអីចឹងវាមិនយ៉ាងអូខេដែរស្អីគេនោះសរសេរបានតែមិនហ្នឹង
mà sao mấy bạn nằm phơi cái nó khơi tầm bôi nó ở cút món á đi nở một than đi nở món hay nhom đá cắt nó đã hoạt khơi mà sao màyมันดองปลาเลยมันมวยเตี้ยดองไฟอันในปีเตี้ยปลาไผ่กดหมองจุ่มไม่ก็ปลาไผ่ละอองไหม Jest pociągu o godzinie 17:03. ឥឡូវនេះយើងដល់ម៉ោងទៅវិញហើយខ្ញុំទៅរក platform លេខ4ដោយសារតែរឿងលេខ4នោះគឺជារថភ្លើងហោះទៅហោះទៅរថភ្លើងជិះទៅប្រាកវិញខាងនេះលេខ5លេខ6លេខ4នៅខាងនោះអូខេស្ថានីយ៍រថភ្លើងនៅខាងតំបន់អឺរ៉ុបនេះរៀងខុសពីនៅជប៉ុននៅអីយើងទៅតំបន់អាមេរិកដោយសារតែនិយាយទៅ design គេ style គេមកគឺខុសពីនៅខាងយើងនៅខាងនោះអាស៊ីយើងអញ្ចឹងណាខ្ញុំទុកច្រើនមែនទែនមកនៅកន្លែង platform កន្លែងគេឡើងរថភ្លើង Pociągi te są na czas. Do stacji Warszawa Wschód przez stację Ostry-Wielkopolscy. Anh chia với mọi chiếc plug hai nhom chạy một lần pi ca chiếc plug nơi khăn ông và tê nơi khăn ông bảo là rộng một tí chán á trong phố nhom chi màu pi polo mà đào chi pi check mà đào polo nhom chiếc chip láng krong tế chỉ xác cứ buôn rồi mà pay pi check ground đại về smart tung bay buôn trên chứ mà cần chỉ lôi $và hai chỉ tung một pay pi hay bay $chẳng á lại bên trong việc apply mà để việc xong rồi dừng ai thừa từ nào ban để dừng ai từ tôi các bạn chẳng á hai và cam kết đóដោយសារតែរថភ្លើងគឺយើងជិះហ្នឹងគឺ space វាទលាយដូចគ្នាហើយឡានក្រុងដែលខ្ញុំជិះមកក៏គាត់មកដែរខ្ញុំគិតថាអ្នកដែលធ្វើដំណើរមិនមែនជាសិស្សគឺទិញតម្លៃទូទៅមិនមែនតម្លៃសិស្សហ្នឹងប្រហែលជាខ្ទង់$600 ក្រោនទៅ$700 ក្រោនហ្នឹងដល់តម្លៃនេះអត់លើសពី$40 គូ$30 ឬក៏$20 ក្រៅអញ្ចឹងណាបងប្អូនគ្នាអញ្ចឹងតម្លៃនេះគឺជាតម្លៃមួយសមរម្យដែលយើងអាចទទួលយកបានហើយការទិញសម្បត្តិហ្នឹងគឺយើងអាចទិញបានច្រើនរបៀបយើងអាចចូលមើលនៅក្នុង website របស់ក្រុមហ៊ុនរថភ្លើងរបស់ check ក៏បានរបស់យើងឆែកតាវាយ train ticket ទៅកាន់ប្រទេសណាដែលយើងចង់ទៅ train ticket ទៅកាន់រកឡយអញ្ចឹងទៅពីប្រាទៅរកឡយទៅគឺយើងអាចទិញបានហើយគឺអត់ពិបាកហ្មងហ្នឹងហើយហើយសម្បត្តិរថភ្លើងគឺរបៀបហ្នឹងឯងអត់ពិបាកទេនេះគេមាន QR code គេអីនៅក្នុងនោះស្រាប់ហ្មងរបស់ខ្ញុំនៅក្នុងលេខរៀងទី351គួរតែឲ្យមើលនេះចឹងណាអញ្ចឹងខ្ញុំចូលនេះហើយបណ្ដោយទៅអូខេហើយខ្ញុំចូលទៅនេះទៀតលេខ22ហ្នឹងហើយបាទឥឡូវខ្ញុំឡើងបានជាហើយប្រហែលជានៅសល់ខ្ទង់5-6នាទីទៀតរថភ្លើងចេញដំណើរហើយមានអីដូចជាគាត់បើទៅនជិះតាអត់ខុសពីឡានក្រុងមែនទេគាត់ថារថភ្លើងយើងជិះទៅវារៀងប្រហែលជាអាចនឹងជាងឡានក្រុងអញ្ចឹងយើងអ្នកដែលពលអីជិះរថភ្លើងត្រូវជាងឡានក្រុងអញ្ចឹងណាសម្រាប់ខ្ញុំណែនាំឲ្យជិះឡានក្រុងសាកមើលម្ដងហើយជិះរថភ្លើងអីសាកមើលម្ដងទៅវាក៏ល្អដែរបើប្រសើរជាងជិះទាំងពីរអញ្ចឹងវាមួយយ៉ាងដែរអញ្ចឹងអរគុណអ្នកគ្នាចង់ដឹងតើរថភ្លើងអីខ្លះទៅមើលខ្ញុំអ្នកគ្នាអូលើរថភ្លើងគេនឹងអាខាងនេះមានបន្ទប់ទឹកមានអីចឹងនេះបាទរថភ្លើងចេញពីប៉ូឡូញទៅឆែកហើយខាងនេះអូបន្ទប់ទឹកគេមានអីអាចប្រើបានទេទៅហើយខាងនេះមានកញ្ចក់មានអីចឹងទៅអូខេបងប្អូនគ្នាទៅវីដេអូនៅក្នុងប្រទេសប៉ូឡូញគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវីដេអូមួយនេះនឹងបានចែករំលែកព័ត៌មានខ្លះៗទៅកាន់បងប្អូនគ្នាដែលស្គាល់ប្រទេសប៉ូឡូញហើយចង់លេងប៉ូឡូញមកវាមិនអីទេអាចមើលវីដេអូនេះបានសង្ឃឹមថាវាចូលរួមចំណែកខ្លះៗនៅក្នុងការជិះព័ត៌មានអញ្ចឹងណាដោយសារតែអត់ស្គាល់មានព័ត៌មានវីដេអូណាដែលធ្វើជាភាសាខ្មែរទេអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់បងប្អូនគ្នាខ្លះហើយជួយ Subscribe YouTube របស់ខ្ញុំក៏ដូចជា Like វីដេអូនេះហើយនឹងជួយ Follow Facebook ខ្ញុំម្នាក់មួយដូចគ្នាអរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយនៅប្រទេសផ្សេងទៀតបាយបាយ